បាទអរគុណហើយអាឡូបាទចំណូលហ៎បាទអធិស្ឋានឲ្យខ្ញុំហើយនឹងអេផងដោយសារតែខ្ញុំលឿនពេកព្រោះថាបានកន្លែងធ្វើការថ្មីភ្លេចទៅជម្រាបដល់ផ្ទះអញ្ចឹងជូនដំណឹងតែម្ដងទៅណាព្រោះថាគ្នាបានកន្លែងធ្វើការថ្មីហើយជម្រាបលាណាចំណូលណាបាទសុខសប្បាយណាបាយបាយអរគុណលោកប្រុសល្អហើយដែលឯងទាំងពីរនាក់បានប្រាប់ដំណឹងឲ្យគេដឹងដើម្បីកុំឲ្យគេបារម្ភបាទលោកប្រុសអញ្ចឹងទៅរកកន្លែងសម្រាប់ចុះចាបងអេលោកប៉ាហើយបាទណានាងលោកប៉ាថ្ងៃអាទិត្យនេះកូនសុំលោកប៉ាទៅលេងកំពង់សោមជាមួយមិត្តភក្តិកូនម្ដងហើយណាលោកប៉ាណែអេចុះសពថ្ងៃឪពុកម្ដាយឯងនៅឯណាឪពុកម្ដាយរបស់ខ្ញុំស្លាប់អស់ហើយទើបខ្ញុំមិនបានរៀនសូត្រឲ្យបានច្រើនដូចគេបាទឪពុកម្ដាយរបស់គេស្លាប់ចំណែកខ្ញុំកំព្រាម៉ែឪខ្ញុំទាំងពីរអ្នកស្រឡាញ់គ្នាដូចបងប្អូនបង្កើនអញ្ចឹងបើនិយាយតាមពាក្យកំណាមគេហៅថាលោកញីឈ្មោលចុះប្រពន្ធកូនបងអេសប្ថ្ងៃនៅឯណាបើនិយាយពីប្រពន្ធកូនដូចជាខ្មាស់សម្លៀកបំពាក់ណាចំណែកខ្ញុំទាំងពីរអ្នកនៅកំឡោះស្មោះសូម្បីតែលេវអាវក៏វាមានរនលេវអញ្ចឹងឯងទាំងពីរទៅធ្វើការបន្តចុះបាទជម្រាបលាលោកអ៊ំពួកយើងកណ្ដុំគ្នាទៅលេងយ៉ាងណាដែរតែកំពុងសោមព្រោះយើងខានទៅយូរហើយមែនទេភីណាត្រូវហើយយើងទៅហានទឹកសមុទ្រលេងចំណែកគ្នាមិនចង់ទៅកំពង់សោមទេចង់ទៅលេងទឹកសមុទ្រអញ្ចឹងណាចាំមកផ្លែតណាបងអេបងចាប់ជួយយកឲ្យបានផងធ្ងន់ណានេះណាតែយើងតាមគ្នាទៅលោកប៉ាទៅដើរលេងឲ្យបានសុខសប្បាយណាមើលកុំលីទឹកច្រើនពេកមើលថែទាំគ្នាផងទៅបញ្ជាជម្រាបលាលោកប៉ាបាយបាយនាំគ្នាទៅចុះប្រយ័ត្នប្រយែងផងណាតែដងដល់ណាហ្នឹងទឹកមុខដូចជាមិនសូវសប្បាយចិត្តសោះខ្ញុំកំពុងតែសម្លឹងស្លឹកឈើមួយនោះអ្នកនាងឃើញទេស្លឹកឈើហើយនឹងទឹកជួបគ្នាស្លឹកឈើនៅតែរសាន់ទឹកនៅតែហូរពួកគេគ្មានចំណុចត្រង់ណាជួបគ្នាបានទេស្លឹកឈើអណ្ដែតលើផ្ទៃទឹកទោះជាគ្មានចំណុចជួបគ្នាតែក៏អាចនៅក្បែរគ្នាអណ្ដែតគ្រប់ទិសទីប៉ុណ្ណឹងគ្រប់គ្រាន់ហើយសម្រាប់អ្នកដែលមានចិត្តដូចគ្នានោះអូនមើលទេសភាពនោះទៅល្អណាស់អូនសប្បាយចិត្តទេ
មានអ្វីគួរឲ្យសប្បាយទេសត្វតែព្រៃហ្នឹងអូនចង់ទៅមុជទឹកសមុទ្រវិញសប្បាយជាងណាស់បង អេតែសចាំមិនហើយហ្នឹងត្រីស៊ីសន្ទូចទេហ្នឹង អត់ផង វាមិនតាន់សេទេប្រហែលជាចិត្តហើយ មកពីមិនចេះស្ទូច ម្ចាស់ជួយមករៀនតិចមើល មកអូប៊ីក្បាល ស្ទូចទៀតស្ទូចខាងនេះ ណែស៊ីណាឲ្យឆោវាចាំយើងខាងនោះ ចឹងហ៎ ខ្ញុំរវល់ទៅដើរមកជុំដើរមើលខ្មុំតិចឲ្យមកផ អញ្ចឹងយើងទៅវិញចាំបងអេមកទៅខាងនោះ តមកអេណាប្រយ័ត្នថ្នម បើអញ្ចឹងអូនដើរលេងជាមួយបងសិនទេ ឆោវាកែសពួកឯងនេះសប្បាយទេអេពូចាំមិញនៅទីនោះសោះឥឡូវមកដល់ទីកន្លែងនេះដែរ រវល់ទៅរកកែសនឹងអេ អេឯងស្ដាប់ពូចាំនិយាយចុះ អូនកេសរអូនមកលេងមាត់សមុទ្រហេតុអ្វីមិនប្រាប់បង បងរតនា លន់អីយ៉ាងម៉េចមិនដឹងទេតោះបងអេបងចាប់តោះពួកយើងបដូរកន្លែងវិញមក បងរតនាយើងទៅលេងកន្លែងនោះវិញ បងញ៉ាំតែក្រូចតែមានកម្លាំង ថាផ្ទាល់អូនមានកម្លាំងជាងណា អាឡូរតនាមកជួបប៉ានៅផ្ទះជាមិនទាន់ណា បាទលោកប៉ាខ្ញុំទៅដល់ផ្ទះឥឡូវហើយ លោកប៉ាបងតាមទៅផ្ទះទៀតហើយមែនទេ បងនៅមានកិច្ចការច្រើនត្រូវធ្វើទំនេរបន្តិចចាំបងមករកអូនទៀតណាតែអូនមិនចាំបាច់ទៅរកបងដល់ផ្ទះទៀតទេ បើបងចូលរវល់ការងារមែនខ្ញុំមិនថាទេកុំឲ្យខ្ញុំដឹងឲ្យសោះណាថាបងទៅរកនាងកែសស្អីគេនោះព្រោះអូនមិនព្រមបាត់បង់បងដល់ងាយងាយទេ រតនា កូននៅមិនទាន់ឈប់តាក់ទងជាមួយនាងស៊ីផៃទៀតទេឯងល្មមដឹងហើយថារវាងស៊ីផៃហើយនឹងកេសរតើអ្នកណាជាឃ្លាំងប្រាក់អ្នកណាជាឃ្លាំងមាសមកលោកប៉ានាងគឺជាកូនអូនរបស់ខ្ញុំទេស្រេចតែចិត្តឯងទេរតនាក្រែងជើងមួយជន់ទូពីរវាពិបាកយកសម្បត្តិអញ្ជើញនេះទៅឲ្យលោកពូចំណានទៅហើយរកឱកាសស្និទ្ធស្នាលជាមួយនឹងកេសរឲ្យបានច្រើនបន្តិច ហើយកុំភ្លេចនិយាយអំពីរឿងប្រាក់ផងណាបាទលោកប៉ា lên làm bọn e phải dắt tranhខ្ញុំណា lênឡើង អ
ណែឯងថ្លង់ទេយើងសិផ្លេយូរហើយដើម្បីមិនព្រមបើកទ្វារឲ្យយើងធ្វើការរបៀបហ្នឹងបានជាខ្ញុំគេអស់មួយជីវិត ខ្ញុំមិនមែនថ្លង់នោះទេតែខ្ញុំគ្មានដៃ4ជើង4ហោះទៅបើកទ្វារឲ្យលោកនោះទេ អាស្មៅជើងក្រាស់ហ៊ានតមកជាមួយយើងផងហ៎ សូមកំប្រាណដៃជើងជាមួយនឹងខ្ញុំ ឯងអានកណ្ដាប់ដៃហ៎ឡយើងក៏ចង់សារជាមួយឯងដែរ